ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furniture ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីអាជីវកម្មយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យនិងដំណើរការរបស់អាជីវកម្មតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើអាជីវកម្មជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីអាជីវកម្មដែលកំពុងដំណើរការក្នុងពេលបច្ចុប្បន្ននេះសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Understanding Business របស់លោក William G. Nickel បោះពុម្ពលើកទី12ក្នុងឆ្នាំ2019ចំពុកទី1ទំព័រទី4បានប្រាប់យើងអំពីនិយមន័យនៃពាក្យអាជីវកម្មតើអាជីវកម្មជាអ្វីអាជីវកម្មជាសកម្មភាពផ្សេងៗក្នុងការផលិតទំនិញនិងផ្ដល់សេវាកម្មដើម្បីបំពេញតម្រូវការក្នុងគោលបំណងទទួលបានប្រាក់ចំណេញមានន័យថាបុគ្គលឬអង្គភាពខិតខំប្រឹងប្រែងរកវិធីដើម្បីបំផ្លាញ input ដែលយើងបានស្គាល់ហៅថាជាកត្តាផលិតកម្មមានដូចជាដីពលកម្មមូលធននិងសហគ្រិនឲ្យក្លាយទៅជា output ដែលជាទំនិញនិងសេវាកម្មអាជីវកម្មជាដំណើរការផលិតទំនិញឬសេវាកម្មទំនិញជាវត្ថុរូបិយដែលយើងអាចមើលឃើញឬប៉ះពាល់បានមានដូចជាកុំព្យូទ័រម្ហូបអាហារសម្លៀកបំពាក់រថយន្តនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះចំណែកឯសេវាកម្មវិញជាផលិតផលអរូបីដែលយើងមិនអាចកាន់នឹងដៃបានមានដូចជាការអប់រំការថែទាំសុខភាពធានារ៉ាប់រងទេសចរណ៍និងការដឹកជញ្ជូនគោលបំណងរបស់អាជីវកម្មគឺដើម្បីស្វែងរកប្រាក់ចំណេញប្រាក់ចំណេញជាចំនួនទឹកប្រាក់ដែលអាជីវកម្មទទួលបានមកពីការលក់ទំនិញឬសេវាកម្មឲ្យអតិថិជនដែលលើសពីប្រាក់ចំណាយឬថ្លៃដើមសហគ្រិនជាអ្នកបង្កើតនិងគ្រប់គ្រងអាជីវកម្មព្រមទាំងរ៉ាប់រងទទួលយកហានិភ័យផ្សេងៗនៃការមានក្នុងការប្រកួតប្រជែងលើទីផ្សារខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីអាជីវកម្មផលិតទំនិញទី1គឺក្រុមហ៊ុន Louis Vuitton ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងឆ្នាំ1854ដោយផលិតប្រអប់កាបូបនិងវ៉ាលីប្រណិតដែលគេទទួលស្គាល់ទូទាំងពិភពលោក Louis Vuitton ជាអាជីវកម្មផលិតទំនិញប្រណិតនិងមានគុណភាពជាច្រើនប្រភេទដូចជាកាបូបវ៉ាលីស្បែកជើងសម្លៀកបំពាក់ខ្សែក្រវ៉ាត់វ៉ែនតាមួកនាឡិកាគ្រឿងអលង្ការនិងទឹកអប់ហើយអ្វី Louis Vuitton ជាម៉ាកយីហោទំនិញប្រណិតដែលឈរនៅលំដាប់កំពូលនេះក៏ដោយសារតែ Louis Vuitton ជាកេរដំណែលនិងជាការច្នៃប្រឌិតដំបូងគេនៃវ៉ាលីនិងទំនិញធ្វើដំណើរលំដាប់ខ្ពស់ដែលមានអាយុកាលជាង170ឆ្នាំមកហើយម្យ៉ាងវិញទៀត Louis Vuitton ជាទំនិញដែលផ្ដោតទៅលើគុណភាពដែលផលិតចេញពីស្បែកសុទ្ធនិងស្នាដៃរបស់ផលិតករដ៏ចំណានដែលធ្វើឲ្យទំនិញមានភាពធន់រចនាបថទាក់ទាញរំលេចនូវសិល្បៈភាពជឿជាក់និង logo ដែលល្បីល្បាញទូទាំងពិភពលោកទី2គឺក្រុមហ៊ុន Ford ត្រូវបានបង្កើតឡើងនៅថ្ងៃទី16ខែមិថុនាឆ្នាំ1903ដោយលោក Henry Ford និងអ្នកវិនិយោគ11នាក់ផ្សេងទៀត Ford ជាអាជីវកម្មផលិតរថយន្តមានដូចជារថយន្តប្រភេទ SUV, Pick-up, Truck និង Van ហើយអ្វី Ford ជាអាជីវកម្មផលិតរថយន្តដែលអាចស្ថិតនៅក្នុងទីផ្សារសកលបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារតែភាពជឿទុកចិត្តលើម៉ាកយីហោរបស់អតិថិជននិងកេរដំណែលដែលមានអាយុកាលប្រហែលជា120ឆ្នាំមកហើយរួមជាមួយនឹងការបន្តការច្នៃប្រឌិតផ្នែកផលិតកម្មបច្ចេកវិទ្យា Hybrid រថយន្តអគ្គិសនីមុខងារសុវត្ថិភាពនិងភាពធន់របស់ម៉ាស៊ីនក្រៅពីនេះ Ford មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុដោយរៀបចំការចំណាយលើប្រតិបត្តិការបានត្រឹមត្រូវនិងការគ្រប់គ្រងបំណុលមានប្រសិទ្ធភាពលើពីនេះទៅទៀត Ford មានវត្តមានប្រហែល100ប្រទេសដូចជាសហរដ្ឋអាមេរិកអឺរ៉ុបអាស៊ីនិងអាហ្វ្រិកមកដល់ចំណុចនេះខ្ញុំសូមលើកឧទាហរណ៍អំពីអាជីវកម្មដែលផ្ដល់សេវាកម្មវិញម្ដងក្រុមហ៊ុន Air Asia គឺជាអាជីវកម្មផ្ដល់សេវាកម្មផ្នែកអាកាសចរណ៍ដែលមានតម្លៃសមុទ្រទាបរបស់ប្រទេសម៉ាឡេស៊ីត្រូវបានបង្កើតឡើងនៅឆ្នាំ2001ក្រុមហ៊ុននេះមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការប្រើប្រាស់យុទ្ធសាស្ត្រកាត់បន្ថយចំណាយរាល់សកម្មភាពណាដែលមិនចាំបាច់និងបង្កើតក្រុមហ៊ុនបិទសម្ព័ន្ធនៅទូទាំងអាស៊ីអាគ្នេយ៍ក្រុមហ៊ុនអាកាសចរណ៍នេះមានប្រជាប្រិយភាពខ្លាំងដោយសារតែតម្លៃសមុទ្រទាបការផ្ដល់សេវាកម្មសាមញ្ញមានប្រព័ន្ធកក់សមុទ្រតាមអ៊ីនធឺណិតនិងការផ្សព្វផ្សាយម៉ាកយីហោយ៉ាងទូលំទូលាយសរុបជារួមមកអាជីវកម្មជាសកម្មភាពផ្សេងៗដែលបុគ្គលឬអង្គភាពផលិតទំនិញនិងផ្ដល់សេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងគោលបំណងទទួលបានប្រាក់ចំណេញខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីអាជីវកម្មដែលជាសកម្មភាពរបស់បុគ្គលឬអង្គភាពក្នុងការផលិតទំនិញឬផ្ដល់សេវាកម្មដូចជាក្រុមហ៊ុន Louis Vuitton, Ford និង Air Asia សូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត